បងសម្លាញ់សុំអមបន្តិចមកណាស៊ូលីងអីខ្ញុំត្រូវធ្វើការងារណានាងតោងខ្ញុំរហូតបែបនេះមិនរួមការងារថាបន្តរៀបការផងខ្លាចប្រពន្ធបាត់ទៅហើយពួកគេមិនយល់នោះទេប៉ុន្តែបងដឹងតែថាមកពេលអ្វីនោះគឺខ្ញុំមានជំងឺឯកានេះមានជំងឺហ៎អញ្ចឹងទៅព្យាបាលទៅហើយនាងមកតោងខ្ញុំបែបនេះធ្វើអីទៅបងសម្លាញ់ជាពេទ្យមែនទេហ៎តែឆ្ងាយទៅលោកពូតូចលោកពូហាក់ដូចជាអាចជួយសម្រាលនៅជំងឺឯការបស់ខ្ញុំបានគ្រូបេភេជំងឺរបស់ខ្ញុំមួយរយៈនេះកាន់តែធ្ងន់ធ្ងរទៅហើយបើមួយថ្ងៃមិនបានតាមគេនោះគឺពិបាកក្នុងខ្លួននេះលាបថ្នាំគ្រាន់តែជួយមួយគ្រាទេខ្ញុំណែនាំបដូរមិនប្រុសទៅមិនបានទេជាងយីលីជាពុកបង្ការរបស់សិនស៊ីវៃខ្ញុំត្រូវតែអត់ទ្រាំមិនក៏អត់ថ្នាំទៅវិញស្លាប់ហើយលោកពូយប់នេះលោកពូត្រឡប់ទៅពេលកាំងវិញមែនទេអញ្ចឹងខ្ញុំសុំទៅជាមួយផងបានទេបានតាថ្នាំពិសេសអស់ទៅហើយខ្ញុំត្រូវប្រញាប់ទៅរកគ្រូពេទ្យភ័យឲ្យលឿនដោយសារមានភ្លៀងធ្លាក់ខ្លាំងរាល់ជើងហោះហើរទាំងអស់ត្រូវផ្អាកជាបណ្ដោះអាសន្នសូមអ្នកទាំងអស់គ្នាអញ្ជើញទៅសន្តាគារក្បែរនេះដើម្បីធ្វើការស្នាក់នៅពិបាកក្នុងខ្លួនណាស់លោកពូយើងហៅមិនអាចហោះហើរបានទេអញ្ចឹងយប់នេះពួកយើងត្រូវស្នាក់នៅទីនេះលោកពូពិតជាដូចពាក្យគេនិយាយមែនចិត្តតិចស្រីតែម្ដងលោកពូពួកយើងទៅសន្តាគារមុនទេមិនអាចឲ្យអ្នកដទៃដឹងឡើយថាខ្ញុំមានជំងឺនេះពួកគេច្បាស់ជាគិតថាខ្ញុំជាមនុស្សឆ្កួតមិនខាន